ជំរាបសួរលោកអ្នកគ្រូនិងកូនសិស្សានុសិស្សទាំងអស់គ្នាវីដេអូនេះលោកគ្រូនឹងធ្វើការបង្ហាញជូនកូនពីរបៀបក្នុងការចូលទៅបិទ location នៅលើទូរស័ព្ទដៃ iPhone ដើម្បីចូលទៅបិទ location នៅលើទូរស័ព្ទដៃ iPhone បានដំបូងសូមកូនស្វែងរក setting សិនយើងស្វែងរក setting មានសញ្ញាបែបនេះណាបាទក្រោយពីស្វែងរកឃើញហើយសូមកូនចុចបើក setting នេះមកបាទក្រោយពីកូនធ្វើការបើក setting ហើយជំហានបន្ទាប់មកទៀតសូមកូនអូសទៅខាងក្រោមមើលទៅខាងក្រោមទៀតយើងស្វែងរក privacy security កន្លែងនេះណាបាទ privacy security ក្រោយពីស្វែងរកឃើញហើយសូមកូនចុចលើ privacy security នេះមកបាទចុចបើកណាបាទតមកទៀតសូមកូនមើលទៅផ្នែកខាងលើត្រង់កន្លែងនេះកូនឃើញ location service កូនមើលមកខាងស្ដាំបន្តិចបើសិនជាកូនឃើញពាក្យថា off មានន័យថាយើងបានបិទ location បានដោយជោគជ័យហើយបើសិនជាឧទាហរណ៍ថាបើសិនជាកូនចង់មើលឲ្យច្បាស់ទៀតយើងចុចលើ location service នេះមកបាទដើម្បីធ្វើការបិទ location វិញកូនគ្រាន់តែចុចនៅត្រង់កន្លែងពណ៌បៃតងនេះមកបាទចុចមួយមកនឹង load សារសួរបែបនេះសួរបញ្ជាក់ថាតើកូនពិតជាចង់បិទ location មែនឬក៏អត់អញ្ចឹងកូនគ្រាន់តែចុចលើ turn off នេះមកដើម្បីធ្វើការបិទ location ក្រោយពីកូនចុចលើ turn off កូននឹងទទួលបានលទ្ធផលដូចនៅក្នុងវីដេអូបែបនេះបាទបើចេញបែបនេះមានន័យថាយើងបានបិទ location បានដោយជោគជ័យបាទក្រោយពីយើងបិទ location បានជោគជ័យហើយជំហានបន្ទាប់មកទៀតសូមកូនចុចលើសញ្ញាព្រួយនេះព្រួយត្រឡប់ក្រោយណាបាទចុចមកដើម្បីត្រឡប់ក្រោយបន្ទាប់មកទៀតសូមកូនចូលទៅកាន់ tracking កន្លែងនេះបាទសូមកូនចុចបើក tracking នេះមកចុចទាំងអស់គ្នាក្រោយពីកូនចុចលើ tracking ហើយឧទាហរណ៍ដូចនៅលើទូរស័ព្ទដៃលោកគ្រូមានកម្មវិធីជាច្រើនតែលោកគ្រូសុំបាំងណាបាទបង្ហាញតែ2កម្មវិធីទេមានកម្មវិធី Facebook ហើយនិងកម្មវិធី YouTube Facebook លោកគ្រូបានបិទ tracking ហើយនៅពេល YouTube កម្មវិធី YouTube បើសិនជាបង្ហាញពណ៌បៃតងបែបនេះមានន័យថាលោកគ្រូកំពុងតែបើកដំណើរការឲ្យកម្មវិធី YouTube អាច track នៅទីតាំងនៅលើទូរស័ព្ទដៃយើងបានដើម្បីបិទដូចមុនដែរកូនគ្រាន់តែចុចលើពណ៌បៃតងនេះមកបាទចុចលើពណ៌បៃតងចុចបែបនេះទៅបិទហើយបាទដូចនេះលោកគ្រូបានបិទកម្មវិធីដែលមាននៅក្នុងនេះលោកគ្រូបានបិទទាំងអស់តែម្ដងសូមបញ្ជាក់ថាការបិទ tracking បែបនេះគឺអត់ប៉ះពាល់ដល់ការបើកប្រើកម្មវិធីជាក់ស្ដែងទេបាទដូចតែយើងបិទនៅលើ Android ដែរគឺយើងបិទទី1យើងបិទ location ទី2គឺយើងបិទ tracking កន្លែងនេះណាបាទយើងអត់ប៉ះពាល់ដល់ពេលដែលយើងបើកប្រើកម្មវិធី YouTube ឬក៏ Facebook គឺយើងបើកប្រើបានធម្មតាគ្រាន់តែយើងបិទកុំឲ្យកម្មវិធី track ទៅលើ location របស់យើងបាទចំពោះវីដេអូក្នុងការបង្ហាញពីរបៀបក្នុងការបិទ location នៅលើទូរស័ព្ទដៃ iPhone គឺមានតែប៉ុណ្្នេះទេបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត